ផលវិបាកសម្រាប់ស្ត្រីដែលរាំងរដូវអត់ទៀងឧស្សាហ៍បាត់រដូវចាផលវិបាកទី1អ្វីដែលជាអតិពលខ្លាំងបំផុតដែលធ្វើឲ្យស្ត្រីពិបាកក្នុងការ control អារម្មណ៍ខ្លួនឯងគឺផ្លូវចិត្តពេលដែលស្ត្រីមានបញ្ហារាំងរដូវបែបនេះគឺធ្វើឲ្យពួកគាត់ពិបាកចិត្តគិតច្រើន stress តានតឹងតបប្រមល់មួម៉ៅឆេឆាវឆាប់ខឹងអត់ស្រឡះក្នុងខ្លួនទេធ្វើឲ្យស្ត្រីឈឺក្បាលជាប្រចាំជ្រុះសក់ស្វាំងភ្នែកក្តៅក្នុងខ្លួនហែវហត់អស់កម្លាំងល្វើយលហិតលហៃញ៉ាំអីអត់សូវដឹងឆ្ងាញ់បាត់បង់ចំណងអាហារបាត់បង់ចំណងផ្លូវភេទនៅជាមួយគ្នាចេះតែមានការឈឺចាប់ស្ងួតមិនមានសំណើមទី2ធ្វើឲ្យស្ត្រីអាចនឹងពិបាកក្នុងការមានកូនរដូវមកលែងល្អជាពិសេសងាយក្នុងការប្រឈមជាមួយបញ្ហាគីសបញ្ហាដុំសាច់ឬក៏ជំងឺគីសសរីរាង្គគីសរដូវផ្សេងទី3អ្វីដែលប៉ះពាល់ខ្លាំងបំផុតគឺទៅលើសម្រស់ស្ងួតស្រអាប់អត់សូវមានសំណើមផ្ទៃមុខអាចនឹងឡើងមុនឡើងជាំឡើងអាចរុយឡើងផ្កាស្បូនឡើងមុនលើដងខ្លួនឡើងមុននៅលើទ្រូងចាជាពិសេសគឺប៉ះពាល់ទៅលើសម្រស់នឹងខ្លាំងលាបអីក៏អត់ចូលដែរបងប្អូននៅពេលដែលរដូវមកអត់ទៀងស្ត្រីដែលរាំងរដូវមកអត់ទៀងនេះប្រឈមជាមួយនឹងបញ្ហាស្បូនខ្សោយកើតគីសការដុំសាច់ពិបាកមានកូនហើយប៉ះពាល់ជាមួយនឹងកត្តាអារម្មណ៍និងសម្រស់ទៀតអញ្ចឹងមិនមែនជារឿងងាយស្រួលទេបញ្ហារដូវកើតមានលើស្ត្រីគ្រប់គ្នាជារឿងទូទៅក៏ប៉ុន្តែតែបើសិនជាស្ត្រីណាឧស្សាហ៍រាំងឲ្យមកមិនទៀងមកតិចឬក៏អាសាឈឺចាប់ពេលមករដូវឬក៏ឈាមរដូវមកល្អនេះសូមប្រយ័ត្នប្រយែងឲ្យបានមែនតែនហើយបងប្អូនអាចរកដំណោះស្រាយឬក៏រកវិធីអីទុកបានបងប្អូនគួរតែរកវិធីជាពិសេសកុំភ្លេចព្យាយាមថែទាំសុខភាពខ្លួនឯងឲ្យបានល្អបងប្អូនស្ត្រីយើងត្រូវដឹងណាមិនថាស្ត្រីឬក៏បុរសទេបើសិនជាមានរោគសញ្ញាទាំងអស់ហ្នឹងកុំរួមភេទអីល្អជាងទី1បើយើងនៅជាមួយគ្នាហើយសង្កេតឃើញថាយើងមានការឈឺចាប់ខុសពីធម្មតាឈឺនៅបរិវេណទ្វារមាឈឺអ៊ូនៅផ្នែកបរិវេណផ្នែកក្រោមពោះឈឺចុករយនៅផ្នែកអាងតាគៀកឈឺឆ្អល់ណៃនៅពេលដែលយើងរួមភេទឬក៏ឈឺកាហាយផ្សាតាមទ្វារមាឬក៏ហើមកែមបរិវេណទ្វារមាកុំរួមភេទបើសិនជាអាចព្រោះវាអាចនឹងមានជំងឺរលាកជំងឺកាមរោគនិងជំងឺស្ងួតទ្វារមាបើសិនជាបុរសមានការហូរលំអិលហូរខ្ទុះចេញពីប្រដាប់ភេទក្លិនស្អុយខុសពីធម្មតាមានអារម្មណ៍ថាឈឺក្តៅកាហាយផ្សាពេលយើងនោមជារោគសញ្ញាកាមរោគទោះមានចំណងផ្លូវភេទក៏ដោយកុំនៅជាមួយគ្នាបើនៅអាចនឹងឆ្លងរោគដល់គេហើយអាចនឹងធ្វើឲ្យជំងឺយើងកាន់តែធ្ងន់ធ្ងរបន្ថែមទៀតផ្សិតធ្លាក់សរមាស់នៅបរិវេណទ្វារមាក្តៅឈឺក្រហាយផ្សាស្ងួតពិបាកក្នុងការបត់ជើងតូចឈឺចាប់ពេលរួមភេទទ្វារមាមិនសូវមានសំណើមបាត់បង់ចំណងផ្លូវភេទជំងឺផ្សិតកើតឡើងដោយសារតែការបាត់បង់ពពុះបាក់តេរីល្អក្នុងទ្វារមាអញ្ចឹងបើសិនជាទ្វារមាយើងបាត់បង់ពពុះបាក់តេរីល្អមិនថាស្ត្រីវ័យណាក៏ដោយមានគ្រួសារក៏ដោយនៅលាវក៏ដោយមិនទាន់ឆ្លងកាត់ការរួមភេទក៏ដោយសុទ្ធតែអាចកើតមានជំងឺផ្សិតហើយមូលហេតុនៃការផ្សិតនេះគឺ3កត្តាធំទី1តាក់ទងជាមួយនឹងកត្តាការកង្វះអនាម័យប្រសិនបើស្ត្រីក៏ប្រើប្រាស់សាប៊ូទឹកអនាម័យដែលមានជាតិក្អូបជាតិកាត់ក្លិនមិនល្អនៅបរិវេណទ្វារមាក៏ជាអតិពលធ្វើឲ្យទ្វារមាបាត់បង់ពពុះបាក់តេរីល្អងាយក្នុងការកកើតជំងឺផ្សិតនឹងដូចគ្នាទី2ស្ត្រីដែលប្រើប្រាស់ថ្នាំផ្សះថ្នាំអង់ទីវីយូទិករយៈពេលយូរទោះបីជាបងប្អូនស្ត្រីយើងថែទាំសុខភាពល្អក៏ដោយតែបើប្រើប្រាស់ប្រភេទថ្នាំផ្សះច្រើនក៏ងាយក្នុងការកើតផ្សិតដែរបញ្ហាទី3តាក់ទងទៅនឹងកត្តាខ្លួនរបស់ស្ត្រីផ្ទាល់បើសិនជាយើងធ្លាប់មានប្រវត្តិរំលូតកូនញឹកញាប់ដែលធ្វើឲ្យកោសិកាស្បូនខ្សោយទ្វារមាមានបញ្ហាក៏កើតផ្សិតស្ត្រីដែលចូលចិត្តលាងសម្អាតទ្វារមាច្រើនញឹកញាប់ប្រើថ្នាំផ្សំឬក៏ប្រើផលិតផលប្រិចព្រមទ្វារមាច្រើនពេកក៏ប៉ះពាល់ស្ត្រីដែលគាត់មានដៃគូរួមភេទច្រើនរួមភេទប្រើកម្លាំងខ្លាំងទៅជាកកិតទៅជារលាត់ទៅជារលាកក៏ងាយក្នុងការកើតផ្សិតស្ត្រីដែលញ៉ាំអាហារល្អដូចជារបស់ហឹររបស់ប្រៃរបស់ផ្អាប់របស់គ្រៀមក្រគ្រឿងជក់គ្រឿងកំប៉ុងទាំងអស់ហ្នឹងក៏ងាយក្នុងការកើតផ្សិតដែរជាពិសេសគឺមកដើមមកពីការបំរែបំរួលពពុះអរម៉ូននៅក្នុងរាងកាយដូចជាពពុះអរម៉ូនអេស្ត្រូជែនឬក៏ពពុះអរម៉ូនអេដ្រូសែនអញ្ចឹងបញ្ហាផ្សិតគឺវាកើតឡើងដោយសារតែ3កត្តាហ្នឹងហើយបើសិនជាបងស្ត្រីកើតផ្សិតមិនបានរកដំណោះស្រាយឲ្យបានត្រឹមត្រូវទេផលប៉ះពាល់ទី1ងាយក្នុងការរលាកទ្វារមានិងរលាកមាត់ស្បូន